mình men chiên pongกรุบគ្នាសតដាច់ញ៉ៃទេអ្នកខ្លះក៏ចូលចិត្តជួនកាលមកទឹកតែជៀនពីបេដងអីក៏មានដែរខ្លះទៀតទៅតល់មុខម្ហូបអត់ដឹងថាធ្វើម្ហូបអីឆ្ងាញ់នឹកឃើញតែខានយូរហើយក៏ជៀនទៅក៏តំណងញ៉ាំដែរអ្នកខ្លះទៀតអាកាសធាតុអ្នកអូសទាញឲ្យជៀនដូចជាខ្ញុំថ្ងៃនេះអញ្ចឹងដោយសារតែនៅខាងខ្ញុំនេះមួយរយៈនេះភ្លៀងរាល់ថ្ងៃបងប្អូនណាលើមវោះងាយដល់ពេលអញ្ចឹងទៅអាកាសធាតុរៀងតិចអញ្ចឹងបើបានជៀនពងញ៉ាំជាមួយនឹងបុកម្ជូរជូរហឹលវាឆ្ងាញ់ហើយវាត្រូវធាតុគ្នាទៀតជៀនពងស្អំញ៉ាំជាមួយបុកម្ជូរឬក៏បុកសណ្តែកបុកអីនិយាយទៅឲ្យតែមានរសជាតិជូរហឹលវាត្រូវគ្នាដូចខ្ញុំថ្ងៃនឹងអញ្ចឹងបងប្អូនណានិយាយពីថាអស់បាយឡើង2-3ចានអ្នកដែលជៀនពងទាញ៉ាំហ្នឹងក៏មិនប្រកាសថាដាច់លុយដែរដូចដែលនិយាយនៅខាងដើមវីដេអូអញ្ចឹងណាហើយពងជៀនស្អំឲ្យខ្ញុំថ្ងៃហ្នឹងរៀងច្រើនតិចហើយពងឡើង5គ្រាប់ពួកដោយសារតែខ្ញុំអ្នកញ៉ាំសាបហើយពងទាអញ្ចឹងខ្ញុំញ៉ាំធំណាស់គ្នាតែពីរអ្នកប្តីប្រពន្ធទេប៉ុន្តែកុំឲ្យមើលច្រើនណាបងប្អូនអើយពងទាឡើងមួយចានហ្មងពេលជៀនហើយឡើងពេញមួយចានពួកដោយសារតែខ្ញុំញ៉ាំធំទាំងពីរអ្នកប្តីប្រពន្ធណាមួយខ្ញុំធ្វើរសជាតិវាស្រាលវាសាព្រោះយើងជ្រលក់ជាមួយបុកម្ជូរបុកអីចឹងទៅយើងញ៉ាំវាធំហើយជៀនស្អំចេះត្រូវប្រើខ្លាញ់ឲ្យច្រើនបន្តិចដើម្បីឲ្យវាឆ្អិនដល់ស្អំនឹងបើមិនសិនជាយើងដាក់ខ្លាញ់វាតិចពេកជៀនទៅវាបែកហើយស្អំក៏វាអត់ឆ្អិនដល់ក្នុងដែរក្រាច់ញ៉ាំទៅវាអាចឈឺពោះឈឺអីឆ្អិនផងឆៅផងអីចឹងទៅវាអត់ល្អទេពង5គ្រាប់ហ្នឹងខ្ញុំដាក់តាជៀនយកតែម្ដងឯងអត់បាក់ច្រើនដងឯងខ្ជិលជៀនច្រើនដងខ្ញុំប្រើខ្លាញ់រៀងច្រើនតិចទៅពេលដាក់តែម្ដងហ្នឹងទៅវាឡើងល្អហើយណាមួយប្រែទៅក៏វាអត់បែកដែរបានញ៉ាំជាមួយនឹងបុកអំពិលខ្ចីជូរហឹលនិយាយពីថាឆ្ងាញ់មែនតើបងប្អូនហើយបើនិយាយពីអំពិលខ្ចីខាងខ្ញុំនេះវិញនៅថ្លៃនៅឡើយទេបងប្អូនមួយខាំ1500ថ្ងៃហ្នឹងទិញមួយខាំមកបុកបានតែមួយពេលនឹងឯងហើយអំពិលមិនមែនតែធំអីទេប៉ិនកូនដៃអីហ្នឹងដើមដៃអញ្ចេះវានៅរៀងថ្លៃតិចហើយតែតិចទៀតសបោទៅមិនបាក់ទិញគេទេពេលធ្វើហើយអត់មានអីជ្រលក់ជាមួយបុកម្ជូរនឹងទេប៉ុន្តែពេលប្តីចេញពីធ្វើការមកមានតែពាំងដែរ